ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃហ្នឹងមកបង្ហាញអំពីអាហារពេលល្ងាចរបស់ខ្ញុំថ្ងៃហ្នឹងគឺសាច់អាំងដោយសារតែពេលធ្វើការមានបងប្អូនក៏សួរថាស្លឹកកណ្ដៀបហ្នឹងរសជាតិមិនឆ្ងាញ់អត់គេញ៉ាំមួយអីខ្លះអញ្ចឹងណាហើយថ្ងៃហ្នឹងឱកាសល្អខ្ញុំបានសម្រាប់ក៏មកញ៉ាំសាច់អាំងនេះហើយគេមានស្លឹកកណ្ដៀបស្រាប់តែម្ដងហើយស្លឹកកណ្ដៀបហ្នឹងបងប្អូនញ៉ាំជាមួយសាច់អាំងក៏ឆ្ងាញ់ជាមួយបាញ់ឆៅខ្មែរយើងក៏ឆ្ងាញ់ដែរជាមួយត្រីខជាមួយអីទៅគឺសុទ្ធតែឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាហើយកណ្ដៀបគេមិនញ៉ាំតែស្រស់អញ្ចឹងបានតែមួយមុខគេបងប្អូនគេយកទៅធ្វើគីមជីធ្វើជ្រក់អីបានទៀតតែគ្រាន់ថាគេធ្វើជ្រក់បែបកូរ៉េអញ្ចឹងណាបងប្អូនមិនជ្រក់ដូចនៅខ្មែរយើងទេហើយនេះខ្ញុំដាក់សាច់ដាក់អីចូលជាមួយគ្នាហើយមានទាំងជ្រក់ឆៃថាវដាក់ចូលជាមួយគ្នាមកពេលយើងញ៉ាំទៅវាមានរសជាតិឆ្ងាញ់ជាងយើងហូបជាមួយសាច់សុទ្ធណាបងប្អូនហើយរសជាតិដល់ពេលដែលយើងដាក់ចូលមកទៅស្លឹកហ្នឹងវារៀងផាតិចអាស្លឹកកណ្ដៀបហ្នឹងបងប្អូនអរគ្នាហើយកាប់ពិតទៅខ្ញុំបេះកណ្ដៀបរាល់ថ្ងៃមែនបងប្អូនតែខ្ញុំមិនបានហូបកណ្ដៀបហ្នឹងរាល់ថ្ងៃទេពេលខ្ញុំធ្វើការតើតែខ្ញុំទៅថាថ្ងៃណាយើងចង់ធ្វើម្ហូបបែបសាច់ចៀនសាច់អាំងអីចឹងទៅបានយើងបេះកណ្ដៀបនឹងយកម្ហូបខ្លះហើយហាងដែលខ្ញុំចូលនេះបងប្អូនសាឡាត់គេក៏ល្អកណ្ដៀបគេក៏មានច្រើនទៀតហើយកណ្ដៀបមកដូចអាកណ្ដៀបដែលធៀងវែងខ្ញុំបេះឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូនវាមានសាច់តែធឺអញ្ចឹងណាបងប្អូនហើយបើថាគ្រឿងតិចតួចបើគេផាន់ឆាន់គេវិញក៏មានសពមុខហ្មងហូបអត់ចង់អស់បងប្អូនអរគ្នាហើយហាងហ្នឹងខ្ញុំចូលច្រើនដងហើយបងប្អូនមនុស្សដែរចេះដើរជាមនុស្សច្រើនមែនទែនមានចម្រោះជាតិសាសតែម្ដងចូលហាងហ្នឹងណាហើយហាងហ្នឹងអ្នកពេញវ័យគេគិតផ្សេងក្មេងៗគិតផ្សេងមនុស្សចាស់គេគិតផ្សេងទៀតបងប្អូនអរគ្នាបើចំពោះខ្ញុំនេះចូលម្នាក់គេគិត14900 វ៉ុនបើយើងញ៉ាំទឹកក្រូចគេបន្ថែមទៀតគេគិត1000ពីលើទៀតណាបងប្អូនហើយគ្មានទេបងប្អូនអើយអស់តែម្នាក់10000ជាងឯងឲ្យហូបមួយឆ្អែតមកមានទាំងសាច់មាន់ប្រឡាក់គ្រឿងសាច់ជ្រូកប្រឡាក់គ្រឿងសាច់មាន់ធម្មតាកោះមាន់សាច់ជ្រូកធម្មតាអីគឺមានមួយសេតតែម្ដងនិយាយទៅបើអ្នកបកកែហូបអីចូលហាងហ្នឹងអត់ខកបំណងទេបងប្អូនអរគ្នាហូបបានច្រើនបើដូចខ្ញុំអីចូលលើកហ្នឹងគឺហូបបានច្រើនជាងលើកមុនមកលើកមុនដូចលក្ខណៈពេលថាយើងអត់សូវឃ្លានអញ្ចឹងពេលតែហូបទៅហូបបានបន្តិចបងប្អូនហើយបងប្អូនណាខ្លះអត់ទាន់បានហូបស្លឹកកណ្ដៀបសាកហូបទៅបងប្អូនអរគ្នាស្លឹកកណ្ដៀបនេះឆ្ងាញ់ណាបងប្អូនអរគ្នាបើនៅកូរ៉េវិញគឺពេញនិយមមែនតើទៅណាក៏មានដែរហើយចំពោះស្លឹកកណ្ដៀបនេះបងប្អូនគេហូបជាមួយប៊ីប៊ីមប៉ាប់ក៏បានដែរគេកាត់ស្លឹកនឹងទូចគេឆាគេអីទៅនៅកូរ៉េនេះពេញនិយមមកឲ្យស្លឹកកណ្ដៀបអ្នកណាក៏គេញ៉ាំដែរតែគ្រាន់បើខ្លះទៅគាត់ចាញ់ក្លិនចាញ់អីចឹងណាយើងបើដំបងដូចចាញ់ក្លិនដែរតែពេលយូរទៅអត់អីទេពេលយើងបានហូបទៅដឹងណារសជាតិអែមហ្មងបើខ្ញុំដំបងក៏ខ្ញុំអត់សូវចេះហូបដែរស្លឹកកណ្ដៀបនៅមានអារម្មណ៍ថាវាយើងចាញ់ក្លិនអីចឹងណាតែបើថាក្លិនវាមិនអក្រក់អីទេបងប្អូនអរគ្នានិយាយទៅតរសាបានដឹងមកអាស្លឹកនេះហើយវីដេអូដែលខ្ញុំមកហូបសាច់អាំងនេះគឺមានតែប៉ុណ្្នឹងណាបងប្អូននេះដោយសារតែឃើញមានស្លឹកកណ្ដៀបមានអីឲ្យបងប្អូនសួរច្រើនពេកក៏ថតវីដេអូហ្នឹងចែកជូនបងប្អូនអរគ្នាមើលម្ដងទៅមិនមានចេតនាចង់មកថតអួតអីទេណាបងប្អូនអរគ្នាអត់ទេគ្រាន់តែថាអាកាសល្អឃើញមានកណ្ដៀបមានអីចឹងក៏មក review ប្រាប់បងប្អូនអរគ្នាអំពីរសជាតិចឹងណា